ไปสิไปสิ ជំរាបសួរអ្នកទាំងអស់គ្នាវិលមកកាន់ YouTube Channel Melangat 123 ប្រហែលថ្ងៃមកនេះបងប្អូនក៏បានជ្រាបដំណឹងឲ្យថានៅប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃគឺមានគ្រោះរំជួយផែនដីដ៏ធ្ងន់ធ្ងរបណ្ដាឲ្យមានមនុស្សស្លាប់ជាច្រើននៅប្រទេសមីយ៉ាន់ម៉ានឹងចំនួនអ្នកស្លាប់គិតមកដល់ថ្ងៃនេះគឺជា 1000 នាក់អ្នករងរបួសនឹងមានរហូតដល់ជាង 2000 នាក់នៅប្រទេសថៃនឹងមានអ្នកស្លាប់រហូតដល់ 10 នាក់អ្នករងរបួសមានរហូតដល់ 47 នាក់ហើយតួលេខទាំងនេះនៅតែបន្តកើនឡើងមិនទាន់ឈប់ឈរនៅឡើយនោះទេចំណុចទី1ខ្ញុំចង់និយាយអំពីមូលហេតុនៃការរំជួយផែនដីរបស់យើងគឺផ្សំមកពីសតបថ្មទាំង7ហើយសតបថ្មទាំង7នេះវាបន្លាស់ទីជារៀងរហូតដោយសារតាំងថ្មទាំងនេះវានៅលើសារធាតុរាវជាងទៅវារអិលហើយបន្លាស់ទីរហូតជួនកាលទៅវាបោកជួយគ្នាជួនកាលទៅវាញែកដាច់ចេញពីគ្នាការរំកិលបោកជួយគ្នារវាងសតបថ្មទាំងពីរបើខ្លាំងវាអាចបង្កើតទៅជាភ្នំឧទាហរណ៍ដូចជាភ្នំហិមាឡាយជាដើមគឺបង្កើតដោយការរំកិលគ្នារវាងសតបថ្មផែនដីនៅទ្វីបឥណ្ឌានិងអឺរ៉ាស៊ីពី50ទៅ60លានឆ្នាំមុនបើស្តុបថ្មទាំងពីរនេះវាញែកចេញពីគ្នាវិញគឺបើញែកខ្លាំងទៅវាបង្កើតទៅជាទន្លេឬសមុទ្រដូចជាសមុទ្រក្រហមបច្ចុប្បន្នគឺកាលមុនវាជាដីគោកទេប៉ុន្តែដោយសារការរញ្ជួយដីធ្វើឲ្យតាំងថ្មទាំងពីរវាញែកចេញពីគ្នាគឺតាំងអារ៉ាប់និងតាំងអាហ្វ្រិកជាងទៅបណ្ដាឲ្យកើតនៅសមុទ្រក្រហមមួយនេះជាបងប្អូនយល់ទាំងអស់គ្នាហើយមូលហេតុនៃការរញ្ជួយផែនដីគឺការបន្លាស់ទីរវាងស្តុបថ្មនៅលើសម្បកផែនដីហើយរញ្ជួយដីនៅប្រទេសថៃនិងមីយ៉ាន់ម៉ាដោយសារតាំងស្តុបថ្មឥណ្ឌានិងតាំងអឺរ៉ាស៊ីរអិលកិតគ្នាបណ្ដាឲ្យមានគ្រោះរញ្ជួយដីហើយគ្រោះរញ្ជួយផែនដីមួយនឹងគេវាស់ដោយឧបករណ៍សេស្មូម៉ែត្រកម្លាំងនៃការរញ្ជួយផែនដីគេគិតពីលេខទូចជាង3រហូតលេខធំជាង8 Richter ឲ្យតែលេខនេះកាន់តែធំការរង្គើកាន់តែខ្លាំងនៅមីយ៉ាន់ម៉ានិងថៃនឹងគេវាស់បានរហូតដល់ 7.7 Richter បង្កឲ្យមានអាគារនិងផ្ទះរលំប្រេះខូចខាតជាច្រើននៅមីយ៉ាន់ម៉ាតួលេខនៃការស្លាប់នៅតែបន្តកើនឡើងជាពិសេសនៅប្រទេសមីយ៉ាន់ម៉ាដែលកំពុងកើតនៅវិបត្តិនៃសង្គ្រាមស៊ីវិលនិងជាកន្លែងដែលព័ត៌មានត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងនៅទីក្រុងម៉ាដាឡៃការរំជួយដីត្រូវគេរាយការណ៍ថាបានធ្វើឲ្យអាគារជាច្រើនដួលរលំរួមទាំងវត្តអារាមដ៏ធំគឺម៉ាសូសែនក៏បណ្ដាឲ្យមានប្រសង់ជាច្រើនសក្កត់និងរងរបួសផងដែរលើពីនេះក៏មានការខូចខាតអំពីអតីតព្រះបរមរាជវាំងនិងទំនប់វារីអគ្គិសនីមួយដែលបានបាក់នៅទីក្រុងសានកនដែលបណ្ដាឲ្យកម្រិតទឹកកើនឡើងនៅក្នុងតំបន់ទំនាបឯនៅប្រទេសថៃវិញដោយចាក់ឥទ្ធិពលការរំជួយផែនដីក៏ធ្វើឲ្យអាគារ33ជាន់ដែលកំពុងសាងសង់នៅប្រទេសថៃនឹងបាក់រលំហើយចំនួនកម្មករស្លាប់នឹងគឺមានរហូតដល់10នាក់ហើយជាច្រើនអ្នកទៀតក៏រងរបួសគណៈពេលនោះគឺប្រជាជនភ័យខ្លាចហើយរត់ចេញអាគារខ្ពស់ៗរកកន្លែងសម្រាកនៅក្រោមសួនច្បារនានាក្នុងពេលនេះដែរអង្គការសហប្រជាជាតិក៏បានប្រកាសកញ្ចប់ជំនួយដំបូងគឺ$5 លានដើម្បីធានាបាននូវការចែកចាយជំនួយប្រកបដោយប្រសិទ្ធភាពចិនរុស្ស៊ីឥណ្ឌាម៉ាឡេស៊ីនិងកូរ៉េខាងត្បូងក៏មានបញ្ជូនក្រុមសង្គ្រោះដល់ការគ្រប់គ្រងផ្នែកវិទ្យាសាស្ត្រនិងជំនួយហិរញ្ញវត្ថុផ្សេងៗលោកដូណាល់ត្រាំក៏បាននិយាយថាសហរដ្ឋអាមេរិកក៏នឹងចូលរួមក្នុងកិច្ចការសង្គ្រោះនេះផងដែរហើយកម្ពុជាយើងក៏មានការចូលរួមផងដែរចាប់តាំងពីឧបទ្ទវហេតុដែលរញ្ជួយផែនដីកើតឡើងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសថៃនិងទីប្រឹក្សាពលកររបស់យើងបានចុះផ្ទាល់ដល់កន្លែងកើតហេតុដើម្បីក្តាប់នៅព័ត៌មាននិងស្ថានភាពនៅទីនោះក៏ដូចជាធ្វើការទំនាក់ទំនងជាមួយនឹងប្រជាពលកររបស់យើងដែលកំពុងធ្វើការនៅទីក្រុងបាងកកដើម្បីបន្តតាមដានការវិវត្តស្ថានភាពនិងផ្ដល់នូវការជួយអន្តរាគមន៍សម្ដៅជួយដល់បងប្អូនយើងឲ្យបានទាន់ពេលវេលានិងតម្រូវការជួយសង្គ្រោះផ្សេងៗផងដែរហើយមានបញ្ហាមួយដែលយើងគួរចាប់អារម្មណ៍នោះគឺថាក្រោយការរំជួយផែនដីនេះ
តើនៅមានរលកយក្សស៊ូណាមីមកតាមក្រោយដែរឬអត់អញ្ចឹងយើងត្រូវតែស្វែងយល់ថាតើមូលហេតុនៃការបង្កើតរលកយក្សស៊ូណាមីនេះបង្កើតដោយរបៀបណាគឺរលកស៊ូណាមីនេះគឺបង្កើតដោយការរញ្ជួយឬថាផ្ទុះភ្នំភ្លើងនៅក្រោមបាតសមុទ្រហើយបណ្ដាឲ្យទឹកនោះវាពុះកញ្ជ្រោយហើយរលកនេះក៏វេជួយច្រាំងវាកាន់តែមកដល់ច្រាំងគឺថាកម្ពស់នៃទឹកសមុទ្រនឹងវាកាន់តែខ្ពស់បង្កឲ្យមានគ្រោះមហន្តរាយទៅតាមឆ្នេរសមុទ្រនានាហើយករណីរញ្ជួយផែនដីនៅប្រទេសមីយ៉ាន់ម៉ានិងថៃនេះគឺរញ្ជួយនៅលើដីគោកនោះទេអត់មាននៅក្រោមបាតសមុទ្រចឹងទៅអត្រានៃការបង្កើតនៅរលកយក្សស៊ូណាមីនេះគឺតិចតួចនៃការកើតឡើងណាស់ប្រទេសកម្ពុជាយើងគឺមានសំណាងជាងប្រទេសដទៃគឺថាយើងមិនរងផលប៉ះពាល់ដល់ធ្ងន់ធ្ងរពីការរញ្ជួយផែនដីឬថារលកយក្សស៊ូណាមីនោះទេដោយសារទីតាំងនៃប្រទេសកម្ពុជាគឺស្ថិតឆ្ងាយពីចំណុចប្រសពនៃសម្បកផែនដីហើយជាពិសេសទៀតនោះស្ថិតឆ្ងាយពីចម្ងាយខ្សែក្រវ៉ាត់ភ្នំភ្លើងមិនដូចជាប្រទេសមីយ៉ាន់ម៉ាថៃឬឥណ្ឌូនេស៊ីឬមួយជប៉ុននោះទេជាងទៅប្រជាជនយើងមិនគួរជ្រួលច្បល់ឬថាភ័យខ្លាចអំពីគ្រោះមហន្តរាយទាំងនេះនោះទេហើយភ្ញៀវទេសចរបើមកលេងនៅប្រទេសកម្ពុជាក៏មានសុខសុវត្ថិភាពផងដែរហើយខ្ញុំនឹងនិយាយវិធីសាស្ត្រមួយចំនួនពេលដែលគ្រោះរញ្ជួយផែនដីកើតឡើងយើងអាចបញ្ជៀសបាននៅគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួនឬថាធ្វើឲ្យអត្រានៃការរងរបួសឬថាដល់ប៉ះពាល់ដល់ជីវិតនឹងវាទាបចុះមកវិញមិនត្រូវថាប្រទេសយើងមិនកើតនៅគ្រោះរញ្ជួយផែនដីនេះយើងមិនរៀននោះទេប៉ុន្តែជួនកាលយើងទៅទេសចរឬថាទៅដើរលេងនៅប្រទេសណាមួយគ្រោះរញ្ជួយផែនដីក៏អាចនឹងកើតឡើងឬថានៅតំបន់មួយចំនួនជាប់ជាមួយនឹងប្រទេសថៃឬថាជាប់ជាមួយនឹងប្រទេសវៀតណាមយើងក៏អាចមានខេត្តមួយចំនួនវារញ្ជួយផែនដីផងដែរប៉ុន្តែវារញ្ជួយតិចឬច្រើនតែប៉ុណ្ណោះករណីទី1បើយើងនៅកណ្ដោមអាគារដ៏ខ្ពស់យើងត្រូវយកដាយនឹងគ្របក្បាលនឹងករបស់យើងហើយប្រសិនបើអាចយើងអាចជ្រកនៅក្រោមតុដ៏រឹងមាំណាមួយឲ្យឆ្ងាយអំពីបង្អួចដែលធ្វើអំពីកញ្ចក់យើងនៅឲ្យឆ្ងាយពីបង្អួចកញ្ចក់ឬថាអ្វីៗដែលបែកវាអាចធ្វើឲ្យយើងមានរបួសបានជៀសវាងនៅច្រកទ្វារហើយដាច់ខាតនោះកុំប្រើចន្ទើយន្តឲ្យសោះព្រោះពេលនោះគឺថាភ្លើងអគ្គិសនីវាអាចមានបញ្ហាបន្លិតអីចឹងទៅយើងអាចជាប់គាំងនៅក្នុងនឹងតែម្ដងហើយករណីទី2ទៀតនោះបើយើងឈរនៅខាងក្រៅគឺយើងត្រូវបន្លាស់ទីទៅកន្លែងលំហឆ្ងាយពីអគារឬថាដើមឈើធំជាឲ្យឆ្ងាយអំពីបង្គោលភ្លើងនិងខ្សែភ្លើងក្រែងវារលំឬថ្លាក់សង្កត់នៅលើយើងករណីទី3បើយើងនៅក្នុងយានជំនិះនោះគឺយើងត្រូវតែចតកន្លែងដែលមានសុវត្ថិភាពឆ្ងាយអំពីផ្លូវឆ្លងកាត់ឬថាកុំចតនៅលើស្ពានក្រែងស្ពានវាបាក់កុំចតនៅក្រោមដើមឈើធំឬថាក្រោមបង្គោលខ្សែភ្លើងវាអាចបាក់នៅសង្កត់នៅលើយានជំនិះរបស់យើងផងដែរហើយបើយើងស្ថិតនៅក្នុងយានជំនិះសូមរក្សាខ្សែសុវត្ថិភាពរបស់យើងរហូតដល់ការចប់នៃការរញ្ជួយផែនដីហើយពេលដែលគ្រោះរញ្ជួយផែនដីចប់នឹងយើងត្រូវពិនិត្យមើលអ្វីដែលអាចមានគ្រោះថ្នាក់ដែរឬទេដូចជាការលេចធ្លាយនៃអូស្មန်ដូចជាហ្គាសរបស់យើងជាដើមឬថាតទៅជាមួយនឹងខ្សែភ្លើងអគ្គិភ័យនិងការខូចខាតនៃរចនាសម្ព័ន្ធហើយបើផ្ទះរបស់យើងមានប្រេះខូចខាតសូមកុំបន្តស្នាក់នៅទៀតអីហើយមុននឹងបញ្ចប់វីដេអូនេះសូមលើកដៃបួងសួងសូមឲ្យគ្រោះមហន្តរាយនៃការរញ្ជួយផែនដីនេះវាឆាប់រសាត់បាត់ទៅសូមជួយរួមនៅការសោកស្ដាយជាមួយនឹងរាជរដ្ឋាភិបាលរបស់ប្រទេសថៃនិងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានិងចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយអបាតុហេតុគ្រោះធម្មជាតិរញ្ជួយផែនដីក្នុងពេលនេះដែរយើងមិនគួរនិយាយពេបជ្រាយឬថាចំអកលើយទៅកាន់គ្នានឹងគ្នានោះទេព្រោះពេលនេះគឺថាមនុស្សនឹងមនុស្សត្រូវជួបទុក្ខលំបាកដូចគ្នាចឹងទៅសូមលើកឡើងនៅវគ្គកំណាព្យរបស់លោកគ្រូហាក់សៀងហៃហើយបញ្ចប់វីដេអូនេះតែម្ដងឃើញគេមានទុក្ខកុំភ្លេចករណារៀនផ្សាយមេត្តាដោយក្តីអាណិតមិនត្រូវពេបជ្រាយសាទរភ្លេចគិតព្រោះអីរឿងពិតម្ដងគេម្ដងយើងបាទសូមអរគុណនិងជម្រាបលា